មហាសេដ្ឋីសង្ហបុរីលោកភេទធីលឹមបច្ចុប្បន្នមានវ័យ72ឆ្នាំគឺជាម្ចាស់សម្ព័ន្ធមន្ទីរពេទ្យ Thomson Medical Group និងជាម្ចាស់ក្លឹបបាល់ទាត់នៃលីកកំពូលអេស្ប៉ាញ Valencia FC តាមសន្ទុះមហាសេដ្ឋីនៃទស្សនាវដ្តី Forbes បង្ហាញថាត្រឹមចុងខែតុលាឆ្នាំ2025នេះលោកភេទធីលឹមមានទ្រព្យសម្បត្តិប្រមាណ$1,900 លានអាមេរិកជាបុគ្គលមានជាងគេលំដាប់ទី32នៅប្រទេសសង្ហបុរីមុនក្លាយជាអ្នកវិនិយោគដ៏ជោគជ័យលោក Peter ត្រឹមជាកូនអ្នកលក់ត្រីតូចតាចរស់នៅក្នុងផ្ទះដ៏តូចមួយជាមួយបងប្អូនចំនួន7នាក់ដែលជាផ្ទះឧបត្ថម្ភដោយរដ្ឋាភិបាលលោកបានប្រឹងប្រែងរៀនសូត្ររហូតបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យជំនាញគណនេយ្យនិងហិរញ្ញវត្ថុនិងបានចាប់អាជីពជាឈ្មួញកណ្ដាលក្នុងទីផ្សារភាគហ៊ុនប្រទេសសិង្ហបុរីអំឡុងដើមទសវត្សរ៍ឆ្នាំ1980លោកបានចំណាយពេលជាង10ឆ្នាំព្យាយាមក្នុងអាជីពជាឈ្មួញជើងសារភាគហ៊ុនរហូតត្រូវបានគេផ្ដល់រហស្សនាមជា Ramesses King ឬ King of Stock Broker ក្នុងអាជីពនេះលោកភេទធីលឹមរកប្រាក់ចំណូលបានរាប់លានដុល្លារតាមរយៈការផ្ដល់សេវាកម្មជើងសារដល់អ្នកវិនិយោគនៃគ្រួសារអភិជននៅប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីដែលចាប់អារម្មណ៍ជួញដូរភាគហ៊ុនសង្ហបុរីនាជំនាន់នោះមកដល់ដើមទសវត្សរ៍ឆ្នាំ1990គាត់បានវិនិយោគប្រាក់ចំនួន$10 លានអាមេរិកនៅក្នុងក្រុមហ៊ុនជួញដូរស្បៀងអាហារមានមូលដ្ឋាននៅសិង្ហបុរី Wilma International ក្នុងអំឡុងពេលក្រុមហ៊ុននេះទើបចាប់ផ្ដើមដំណើរការអាជីវកម្មដំបូងនៅឆ្នាំ2010ចំណែកភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន Wilma នោះបានកើនតម្លៃដល់$1,500 លានអាមេរិករួចគាត់ក៏បានលក់ចំណែកភាគហ៊ុននោះនៅក្នុងឆ្នាំដដែលហើយវាក៏ជាការវិនិយោគដែលបានផ្លាស់ប្ដូរជោគវាសនារបស់លោក Peter ឲ្យក្លាយជាមហាសេដ្ឋី$1,000 លានមានលុយទិញយកក្រុមហ៊ុនមន្ទីរពេទ្យ Thomson Medical Group ទិញយកក្លឹបបាល់ទាត់ Valencia FC និងពង្រីកមុខជំនួញផ្សេងទៀតមកទល់បច្ចុប្បន្ននេះជាដំណើររឿងនៃការចាប់ផ្ដើមរបស់មហាសេដ្ឋីដ៏ស្ងៀមស្ងាត់នៃប្រទេសសិង្ហបុរីលោកភេទធីលឹមមេតិកានេះនាំមកជូនលោកអ្នកជាពិសេសដោយក្រុមហ៊ុនគ្រប់គ្រងកម្រាលព្រំ Overstop Carpet Overstop Carpet គឺជម្រើសល្អបំផុតសម្រាប់លោកអ្នកយើងខ្ញុំមានអ្នកជំនាញក្នុងការរចនាម៉ូដកម្រាលព្រំជាច្រើនជាពិសេសរចនាបថបែបខ្មែរដែលផ្អែកលើសិល្បៈបុរាណក្បាច់ខ្មែរនិងលំនាំប្រពៃណី Overstop Carpet ត្រូវបានជឿទុកចិត្តដោយក្រសួងស្ថាប័នរដ្ឋធំនានាព្រមទាំងបានជ្រើសរើសដោយប្រលានយន្តហោះអន្តរជាតិដែលចូលក្រុងតាខ្មៅសន្តាគារសាលអាពាហ៍ពិពាហ៍ភូមិគ្រឹះនិងអគារនានាអ្វីដែលពិសេសនោះយើងខ្ញុំមាននៅសេវាកម្មរចនាម៉ូដប្រឹក្សាយោបល់ដំឡើងសម្អាតនិងជួសកម្រាលព្រំក្រាលសម្រាប់កម្មវិធីដែលមានក្រុមការងារប្រចាំការសម្រាប់ដោះស្រាយបញ្ហាថែមទៀតផងសម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរស័ព្ទខាងក្រោមឬអញ្ជើញមកកាន់ showroom Overstop Carpet ទាំងពីរសាខាលោកភេទធីលឹមឬឈ្មោះពេញ Peter Lim Eng Hock កើតឆ្នាំ1953មានឪពុកប្រកបរបរជាអ្នកលក់ត្រីនិងម្ដាយជាស្ត្រីមេផ្ទះរស់នៅក្នុងផ្ទះតូចមួយមាន2បន្ទប់គេងជាមួយបងប្អូនចំនួន7នាក់ផ្សេងទៀតដែលជាផ្ទះក្នុងអគារស្នាក់នៅរួមឧបត្ថម្ភដោយរដ្ឋាភិបាលសិង្ហបុរីលោក Peter បានប្រាប់កាសែតអាមេរិក The Wall Street Journal ថាអំឡុងពេលវ័យកុមារដល់វ័យជំទង់ដោយសារផ្ទះតូចចង្អៀតរស់នៅគ្នាច្រើននាក់នៅពេលយប់គាត់តែងយកភួយទៅក្រាលដេកនៅផ្ទះបាយទោះជាយ៉ាងណាលោក Peter បានព្យាយាមបន្តការសិក្សារហូតបញ្ចប់ថ្នាក់មធ្យមសិក្សានៅវិទ្យាស្ថាន Raffles ដែលជាសាលាដ៏ចំណាស់និងប្រមូលផ្ដុំសិស្សពូកែនៅសិង្ហបុរីនាជំនាន់នោះរួចបានចូលធ្វើការជាបុគ្គលិកក្នុងស្ថាប័នសេវាកម្មជាតិសិង្ហបុរីដែលរាប់ថាជាការងារល្អមួយប៉ុន្តែគាត់មិនឈប់ត្រឹមនឹងឡើយនៅឆ្នាំ1975គាត់បានសម្រេចចិត្តបន្តការសិក្សានៅសាកលវិទ្យាល័យ Western ប្រទេសអូស្ត្រាលីដោយជ្រើសរើសជំនាញគណនេយ្យនិងហិរញ្ញវត្ថុព្រោះតែគាត់ជាមនុស្សចូលចិត្តគណនាលេខក៏ប៉ុន្តែដើម្បីអាចរៀនសូត្រនៅទីនោះបានគាត់ត្រូវរកលុយបង់ថ្លៃសាលានិងចំណាយផ្សេងៗដោយខ្លួនឯងនិងរស់នៅឆ្ងាយពីគ្រួសារតែម្នាក់ឯងតាមរយៈការធ្វើការងារក្រៅម៉ោងនៅតាមហាងអាហារនិងពេលខ្លះធ្វើជាអ្នករត់តាក់ស៊ីការធ្វើការងារក្រៅម៉ោងទាំងនេះមិនត្រឹមតែអាចជួយផ្គត់ផ្គង់ប្រាក់ប៉ុណ្ណោះទេប៉ុន្តែវាក៏បានបង្រៀនលោក Peter អំពីរបៀបដំណើរការអាជីវកម្មតាមរយៈការអង្កេតនិងការបំពេញការងារជាក់ស្ដែងបន្ថែមពីលើទ្រឹស្ដីនៅសាលាផងដែរបន្ទាប់ពីរៀនចប់ថ្នាក់មហាវិទ្យាល័យជំនាញគណនេយ្យនិងហិរញ្ញវត្ថុដោយជោគជ័យនៅឆ្នាំ1979លោក Peter បានត្រឡប់ទៅសិង្ហបុរីវិញនៅពេលទៅដល់ប្រទេសកំណើតដំបូងគាត់ចាប់ផ្ដើមធ្វើការងារជាគណនេយ្យករបានរយៈពេល3ខែបន្ទាប់មកធ្វើជាអ្នកផ្ដល់សេវាកម្មប្រឹក្សាផ្នែកពន្ធដារដល់ម្ចាស់អាជីវកម្មដែលរកស៊ីក្នុងប្រទេសសិង្ហបុរីនាជំនាន់នោះដែលមានមូលដ្ឋានគ្រឹះចំណេះដឹងផ្នែកហិរញ្ញវត្ថុរឹងមាំបូករួមទាំងបទពិសោធន៍ការងារផងនិងចូលចិត្តការងារគណនាលេខផងនៅដើមទសវត្សរ៍ឆ្នាំ1980លោក Peter បានឈានជើងប្រឡូកក្នុងទីផ្សារភាគហ៊ុន
ដោយធ្វើជាភ្នាក់ងារជាមួយកណ្ដាលឬ stock broker ដែលសំដៅលើការងារចាត់ចែងការវិនិយោគចំនួននរណាម្នាក់ដើម្បីបង្កើតប្រាក់ចំណេញរួចគិតកម្រៃជាភាគរយក្នុងអត្រាណាមួយនៃប្រាក់ចំណេញទទួលបានពីប្រតិបត្តិការវិនិយោគនោះទីផ្សារភាគហ៊ុនក្នុងប្រទេសសិង្ហបុរីនៅចន្លោះឆ្នាំ1980ដល់ឆ្នាំ1981សម្រេចបានកំណើនយ៉ាងខ្ពស់ជិត 52% ធ្វើឲ្យទីផ្សារភាគហ៊ុនរបស់ប្រទេសនេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងជំរុញឲ្យការជួញដូរមានសន្ទុះហើយអាជីពជាឈ្មួញកណ្ដាលភាគហ៊ុនរបស់លោក Peter ក៏អាចរកប្រាក់ចំណូលបានច្រើនដែរនៅឆ្នាំ1984និងឆ្នាំ1985ទីផ្សារភាគហ៊ុនសិង្ហបុរីបានជួបវិបត្តិផែនអេឡិចត្រូកធ្វើឲ្យទីផ្សារដាំក្បាលចុះក៏ប៉ុន្តែវាបានងើបឡើងប្រសើរវិញពីឆ្នាំ1986ដល់ឆ្នាំ1990យ៉ាងណាមិញក្នុងចន្លោះពេលទីផ្សារឡើងចុះប្រែប្រួលនោះលោក Peter បានប្រើប្រាស់ចំណេះដឹងនិងភាពឆ្លាតវៃរបស់ខ្លួនដើម្បីកសាងកេរ្តិ៍ឈ្មោះរហូតត្រូវបានគេដាក់រហស្សនាមជាកំពូលឈ្មួញកណ្ដាលឬ Ray Messi King ព្រោះតែលោកបានបង្ហាញលទ្ធផលគ្រប់គ្រងការជួញដូរនិងចាត់ចែងការវិនិយោគភាគហ៊ុនរបស់អតិថិជនបានយ៉ាងមានប្រសិទ្ធភាពនិងបង្កើតប្រាក់ចំណេញខ្ពស់សមត្ថភាពរបស់លោក Peter បន្តល្បីល្បាញធ្វើឲ្យគាត់ក្លាយជាភ្នាក់ងារកណ្ដាលផ្ដល់សេវាកម្មចាត់ចែងការជួញដូរមូលបត្រឲ្យគ្រួសារអភិជននៅប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីដែលសម្លឹងឃើញឱកាសវិនិយោគក្នុងផ្សារហ៊ុនសិង្ហបុរីនិងអនាគតរបស់ប្រទេសមួយនេះខណៈត្រឹមឆ្នាំ1985ទំហំសេដ្ឋកិច្ចរបស់សិង្ហបុរីមានចំនួនត្រឹមតែ$19,000 លានអាមេរិកប៉ុណ្ណោះរយៈពេល10ឆ្នាំនៃទសវត្សរ៍ឆ្នាំ80លោក Peter បានខំប្រឹងពង្រឹងអាជីពជាភ្នាក់ងារជួញដូរភាគហ៊ុនហើយគាត់រកបានប្រាក់ជាច្រើនលាន$តាមរយៈភាគរយឬ commission ពីអតិថិជនរបស់គាត់នៅឆ្នាំ1990លោក Peter បានរៀបការជាមួយអ្នកស្រី Theo Gok Phongនៅឆ្នាំ1991ក្រុមហ៊ុនជួញដូរស្បៀងនិងកែច្នៃចំណីអាហារ Wilma International ត្រូវបានបង្កើតឡើងក្រុមឈ្មោះដំបូង Wilma Trading Pte ជាមួយដើមទុនចុះបញ្ជីដំបូងត្រឹមតែ$10,000 សិង្ហបុរីនិងមានបុគ្គលិកចំនួន5នាក់ប៉ុណ្ណោះក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយលោកគួកខួនហុងត្រូវជាក្មួយប្រុសរបស់មហាសេដ្ឋីម៉ាឡេស៊ីលោក Robert Kuok និងក៏ជាអតិថិជនធ្លាប់ប្រើសេវាជួញដូរភាគហ៊ុនរបស់លោក Peter ដែរក្នុងដំណើរចាប់ផ្ដើមរបស់ក្រុមហ៊ុន Wilma នោះលោក Peter Lim បានវិនិយោគប្រាក់ចំនួន$10 លានអាមេរិកនៅក្នុងក្រុមហ៊ុននេះហើយវាបានរួមចំណែកជួយឲ្យក្រុមហ៊ុន Wilma ទិញចំការដូងប្រេងបានរាប់ពាន់ហិកតានៅប្រទេសឥណ្ឌូនេស៊ីនិងពង្រីកអាជីវកម្មជាបន្តបន្ទាប់នៅឆ្នាំ1994គាត់ប្រមូលប្រាក់សន្សំបានចំនួន$10 លានសិង្ហបុរីឬប្រហែលជាង$10 លានអាមេរិកដើម្បីវិនិយោគទិញអគារខុនដូមួយឈ្មោះ Abele Building កម្ពស់11ជាន់នៅជិតផ្លូវ Orchard ដែលជាតំបន់ទីប្រជុំជនធំនៅសិង្ហបុរីនៅឆ្នាំ1995ក្រោយរៀបការបានរយៈពេល5ឆ្នាំនិងមានកូនចំនួន2នាក់ប្រពន្ធរបស់លោក Peter បានប្តឹងទាមទារលែងលះនិងបន្តនីតិវិធីអស់រយៈពេលជាច្រើនឆ្នាំទើបលែងលះគ្នាដាច់ស្រេចនិងត្រូវបែងចែកទ្រព្យសម្បត្តិរាប់10 លាន$អ្វីដែលកាន់តែអាក្រក់នៅឆ្នាំ1997តំបន់អាស៊ីមានវិបត្តិហិរញ្ញវត្ថុដែលបានប៉ះពាល់ដល់ទីផ្សារភាគហ៊ុននិងដំណើរការអាជីវកម្មនានារួមទាំងក្រុមហ៊ុនដែលលោក Peter បានបណ្ដាក់ទុនផងដែរក្នុងពេលទន្ទឹមគ្នានោះលោក Peter ត្រូវត្រៀមលុយសម្រាប់ទូទាត់សំណងលែងលះខណៈការវិនិយោគរបស់គាត់ក៏ប្រឈមការខាតបង់នៅឆ្នាំ1999តុលាការបានសម្រេចឲ្យលោក Peter ទទួលបានសិទ្ធិគ្រប់គ្រងលើកូនទាំង2នាក់រួចបន្តដល់ចុងឆ្នាំ2001ទើបការលែងលះនោះរួចរាល់ជាស្ថាពរដោយតម្រូវឲ្យលោក Peter ត្រូវបង់ប្រាក់ទៅឲ្យអតីតភរិយាគឺអ្នកស្រី Theo Gok Phong សរុបចំនួន$50 លានសិង្ហបុរីឬប្រហែល$39 លានអាមេរិកនាចំនួននោះលោក Peter បានព្យាយាមស្វែងរកមធ្យោបាយផ្សេងៗដើម្បីប្រមូលប្រាក់យកទៅប្រើប្រាស់ក៏ប៉ុន្តែគាត់មិនព្រមលក់ចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុន Wilma ឬលក់អគារ Condo Albalia ដើម្បីយកប្រាក់ទៅដោះស្រាយនោះឡើយនៅឆ្នាំ2003លោក Peter Lim ក៏បានរៀបការជាមួយប្រពន្ធទី2និងជាអតីតតារាសម្ដែងឈ្មោះអ្នកស្រី Cherry Lim រួចបន្តរស់នៅនិងគ្រប់គ្រងអគារ Condo Albalia ដដែលចាំពីពេលលែងលះប្រពន្ធទី1មកលោក Peter បានបដូរអាជីពពី stock broker មកជា private investor ឬអ្នកវិនិយោគឯកជនម្ដងផ្ដោតលើផលប័ត្រវិនិយោគផ្ទាល់ខ្លួនជាជាងចាត់ចែងការវិនិយោគឲ្យអ្នកដទៃដោយគិតកម្រៃជើងសារក៏ត្រឹមឆ្នាំ2007ចំណែកភាគហ៊ុនចំនួន5%របស់លោក Peter នៅក្នុងក្រុមហ៊ុន Wilma បានកើនតម្លៃដល់$700 លានខណៈតម្លៃអគារ Albalia ដែលគាត់បានទិញក្នុងឆ្នាំ1994ក៏កើនដល់$100 លានស្របតាមកំណើនតម្លៃអចលនទ្រព្យនៅសិង្ហបុរីនាពេលនោះដូចគ្នា
មកដល់ឆ្នាំ2010ពល20ឆ្នាំក្រោយពីពេលបើកដំណើរការក្រុមហ៊ុន Wilma បានរីកលូតលាស់ក្លាយជាក្រុមហ៊ុនកែច្នៃនិងផ្គត់ផ្គង់ចំណីអាហារដ៏ធំក្នុងពិភពលោកធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះដែលត្រូវបានជួញដូរក្នុងផ្សារហ៊ុនសិង្ហបុរីកើនឡើងខ្ពស់កប់ពពកក្នុងឆ្នាំ2010ដដែលលោក Peter បានសម្រេចលក់ភាគហ៊ុនទាំង 5% របស់គាត់ក្នុងក្រុមហ៊ុន Wilma ដោយទទួលបានប្រាក់សរុបប្រមាណ $1,500 លានអាមេរិកពលស្មើកំណើនប្រាក់ចំណេញដល់ទៅ 14,900% ធៀបនឹងទុនវិនិយោគរបស់គាត់ត្រឹម$10 លានកាលពីដើមទសវត្សរ៍ឆ្នាំ 1990ការសម្រេចចិត្តវិនិយោគនិងបន្តរក្សាទុកភាគហ៊ុនរបស់ក្រុមហ៊ុន Wilma រហូតដល់ដំណាក់កាលប្រមូលផលនេះហើយដែលបានផ្លាស់ប្ដូរជោគវាសនារបស់លោក Peter Lim ឲ្យក្លាយជាសេដ្ឋី$1,000 លាននិងធ្វើឲ្យកិត្តិនាមរបស់គាត់កាន់តែលេចធ្លោក្នុងវិស័យជំនួញនិងការវិនិយោគភ្លាមបន្ទាប់ពីទទួលបានប្រាក់យ៉ាងសន្ធឹកសន្ធាប់នោះលោក Peter បានចាត់ចែងវាបណ្ដាក់ទុនក្នុងវិស័យអចលនទ្រព្យសុខាភិបាលកីឡានិងវិស័យអប់រំក្នុងឆ្នាំ2010គាត់បានដាក់សំណើទិញយកភាគហ៊ុនធំរបស់ក្លឹបបាល់ទាត់នៃលីកកំពូលអង់គ្លេស Liverpool FC ក្នុងតម្លៃ$320 លានប៉ុន្តែដំណើរការទិញលក់នោះបានបរាជ័យនៅឆ្នាំ2011គាត់បានទិញយកក្រុមហ៊ុនមន្ទីរពេទ្យសិង្ហបុរី Thomson Medical ក្នុងតម្លៃ$396 លានអាមេរិកនិងបានទិញយកក្រុមហ៊ុនវិទ្យាសាស្ត្ររបស់ម៉ាឡេស៊ីឈ្មោះ TMC Life Science មួយទៀតក្នុងឆ្នាំតែមួយរួចក្រោយមកបានដាក់ក្រុមហ៊ុនទាំងពីរចូលជាក្រុមហ៊ុនបិទសម្ព័ន្ធនៃក្រុមហ៊ុនមេមួយក្រោមឈ្មោះ Thomson Medical Group បន្ទាប់មកនៅឆ្នាំ2014លោក Peter បានទិញយកចំណែកភាគហ៊ុនធំ 70.4% របស់ក្លឹបបាល់ទាត់នៃលីកកំពូលអេស្ប៉ាញ Valencia FC ដែលនៅពេលនោះក្លឹបបាល់ទាត់នេះកំពុងជួបបញ្ហាហិរញ្ញវត្ថុដោយចំណាយប្រាក់ចំនួន$100 លាននិងត្រូវទទួលស្គាល់បំណុលរបស់ក្លឹបនេះប្រហែល$230 លានទៀតក៏ប៉ុន្តែរយៈពេលជាង10ឆ្នាំកន្លងមកនេះក្លឹបបាល់ទាត់ Valencia មិនបានសម្រេចលទ្ធផលល្អទេនៅគ្រប់រដូវកាលអ្នកគាំទ្រក្លឹបបាល់ទាត់នេះធ្លាប់បានបង្ហាញការតវ៉ានិងចង់ឲ្យលោក Peter Lim ដកខ្លួនចេញពីសិទ្ធិជាម្ចាស់ក៏ប៉ុន្តែលោក Peter នៅតែមិនព្រមលក់ក្លឹបចេញឡើយក៏ត្រឹមចុងឆ្នាំ2025នេះនៅឆ្នាំ2022លោក Peter បានវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនក្នុងវិស័យអប់រំរបស់ប្រទេសអង់គ្លេស Wellington College ដើម្បីដំណើរការសាលារៀនអន្តរជាតិលំដាប់ខ្ពស់នៅក្នុងប្រទេសចំនួន3រួមមានសិង្ហបុរីឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីមួយឆ្នាំបន្តមកទៀតក្រុមហ៊ុន Thomson Medical Group របស់លោក Peter បានពង្រីកទីផ្សារមន្ទីរពេទ្យចូលក្នុងប្រទេសវៀតណាមតាមរយៈការទិញយកសម្ព័ន្ធមន្ទីរពេទ្យឯកជនដ៏ធំឈ្មោះ Far East Medical Vietnam ឬមន្ទីរពេទ្យ FV ក្នុងតម្លៃ$381 លានដោយឡែកកាលពីខែសីហាឆ្នាំ2025ថ្មីនេះក្រុមហ៊ុន Thomson Medical Group បានប្រកាសគម្រោងសាងសង់មន្ទីរពេទ្យនិងមជ្ឈមណ្ឌលសម្រាប់ថែទាំសុខភាពប្រណិតលើផ្ទៃដីទំហំ11ហិកតាជាមួយទុនវិនិយោគ$4,300 លានអាមេរិកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរដ្ឋជូហូប្រទេសម៉ាឡេស៊ីបច្ចុប្បន្នកូនប្រុសតែម្នាក់គត់របស់គាត់ឈ្មោះ Kit Lim អាយុ32ឆ្នាំកំពុងបំពេញតួនាទីជាន់ខ្ពស់នៅតាមក្រុមហ៊ុននៃគ្រួសាររបស់ខ្លួននិងត្រៀមស្នងតំណែងបន្តពីលោក Peter Limជារួមមកវិញដំណើររឿងរបស់លោក Peter Lim បានបង្រៀនយើងនៅរឿងរ៉ាវជាច្រើនទាំងក្នុងជីវិតរស់នៅនិងការវិនិយោគតួយ៉ាងគាត់ដើមឡើយកើតក្នុងគ្រួសារមានជីវភាពលំបាកឪពុកស្លាប់ចោលតាំងពីគាត់មានវ័យជាង20ឆ្នាំប៉ុន្តែគាត់នៅតែប្រឹងប្រែងតស៊ូក្នុងជីវិតនិងឲ្យតម្លៃខ្ពស់លើការអប់រំជំនាញគណនេយ្យនិងហិរញ្ញវត្ថុបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លោក Peter ដើម្បីប្រឡូកក្នុងវិស័យជួញដូរភាគហ៊ុនទម្រាំវិវត្តខ្លួនក្លាយជាអ្នកវិនិយោគដ៏ល្បីឈ្មោះមិនត្រឹមតែនៅសិង្ហបុរីប៉ុណ្ណោះទេប៉ុន្តែថែមទាំងល្បីដល់ពិភពអ្នកវិនិយោគក្នុងតំបន់ទៀតផងភាពល្បីល្បាញនេះបានបើកផ្លូវឲ្យគាត់ងាយស្រួលជួបជាមួយអ្នកជំនួញធំៗនិងបុគ្គលល្បីៗក្នុងពិភពលោកដើម្បីបង្កើតឱកាសបណ្ដាក់ទុនរួមគ្នានិងសហការគ្នាលើគម្រោងផ្សេងៗដោយឡែកភាពជោគជ័យបានមកពីការបណ្ដាក់ទុនក្នុងក្រុមហ៊ុន Wilma បង្ហាញពីឥទ្ធិពលនៃការជ្រើសទ្របបានត្រឹមត្រូវក្នុងការវិនិយោគពលមិនថាអ្នកជ្រើសបណ្ដាក់ទុនក្នុងអាជីវកម្មទីផ្សារមូលបត្រអចលនទ្រព្យឬទ្រព្យក្នុងទម្រង់ផ្សេងទៀតប្រសិនបើអ្នកជ្រើសរើសត្រូវនោះវានឹងចេញផ្លែផ្កាវិញនៅចន្លោះពេលវេលាណាមួយប្រៀបដូចជាការវិនិយោគរបស់លោក Peter ក្នុងក្រុមហ៊ុន Wilma ដូច្នោះដែរក៏ប៉ុន្តែក៏បីសម្រេចចិត្តដោយផ្អែកលើការសិក្សាជំនាញនិងទិន្នន័យច្បាស់លាស់គំរូជាក់ស្ដែងមើលលើការលក់ភាគហ៊ុន Wilma ក្នុងឆ្នាំ2010គឺជាពេលវេលាដែលភាគហ៊ុនរបស់ក្រុមហ៊ុននេះឡើងថ្លៃខ្ពស់បំផុតលោក Peter Lim បានវិនិយោគក្នុងក្រុមហ៊ុន Wilma តាំងពីវាដំណើរការដំបូងរួចក៏រក្សាទុកវាទោះបីជាត្រូវការលុយដើម្បីទូទាត់សំណងលែងលះនិងដល់ពេលក្រុមហ៊ុន Wilma ឡើងផ្សារហ៊ុននៅឆ្នាំ2000ក៏មិនទាន់លក់ចេញ
គាត់រក្សាទុកវាបន្តដល់កំណត់ត្រាតម្លៃខ្ពស់នៅឆ្នាំ2007ឆ្លងកាត់ការធ្លាក់ចុះវិញយ៉ាងគំហុកតាមវិបត្តិហិរញ្ញវត្ថុឆ្នាំ2008គាត់បានរងចាំដល់ដើមឆ្នាំ2010ទើបគាត់សម្រេចចិត្តលក់ដោយប្រមូលផលបានជាទឹកប្រាក់$1,500 លានចាប់ពីពាក់កណ្ដាលឆ្នាំ2010មកដល់ឆ្នាំ2025នេះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Wilmar បានធ្លាក់ចុះមិនទាន់អាចងើបឡើងវិញដល់កម្រិតដើមឆ្នាំ2010នៅឡើយទេដែលនេះបង្ហាញពីការជ្រើសរើសពេលវេលាលក់ដ៏ត្រឹមត្រូវនិងផ្អែកលើជំនាញរបស់លោក Peter Lim មាតិកានេះនាំមកជូនលោកអ្នកដោយក្រុមហ៊ុនរចនានិងសាងសង់ Future Design XBL ប្រសិនបើលោកអ្នកត្រូវការដេកផ្ទះទីតាំងអាជីវកម្មសួនច្បារធ្វើស្លាកយីហោអាជីវកម្មឬការងាររចនានិងសាងសង់ផ្សេងៗយើងសូមណែនាំ Future Design XBL